ធ្លាប់អត់ពេលខ្លះជីវិតក៏តែរត់តាមការងាររកលុយនិងបំពេញកាតព្វកិច្ចប្រចាំថ្ងៃរហូតភ្លេចថាខ្លួនឯងរងថ្ងៃកំពុងតែរស់ដើម្បីអីឲ្យប្រកបក៏ប៉ុន្តែខ្ញុំបានលើកពាក្យមួយឃ្លាដែលធ្វើឲ្យខ្ញុំគិតច្រើនខ្លាំងមែនទែនគឺពាក្យមួយថាសិលធម៌និងដុំបាយនៅក្នុងពិភពជាក់ស្ដែងបើអត់មានបាយហូបទេយើងក៏អាចរស់បានដែរសម្ពាធជីវិតថ្លៃទឹកថ្លៃភ្លើងនិងថ្លៃចំណាយផ្សេងៗសម្រាប់មើលថែគ្រួសារពេលខ្លះវាពិតជាធ្ងន់មែនទែនដែលបង្ខំឲ្យមនុស្សម្នាក់ហ៊ានបោះបង់ភាពត្រឹមត្រូវដើម្បីតែបំពេញកាពះប៉ុន្តែមានសំណួរមួយដែលបានចោទថាបើបានដុំបាយមកហើយតែយើងត្រូវបាត់បង់សេចក្តីថ្លៃថ្នូរបាត់បង់ភាពស្មោះត្រង់តើដុំបាយនោះវាពិតជាមានរសជាតិឆ្ងាញ់មែនអត់បើដុំបាយបានមកដោយការកេងប្រវ័ញ្ចការបោកប្រាស់ទោះជាវាអាចចំអែតកាពះក៏ប៉ុន្តែវាអាចធ្វើឲ្យចិត្តយើងមានសេចក្តីសុខបានទេសម្រាប់ខ្ញុំជីវិតដែលល្អគឺជាជីវិតដែលមានតុល្យភាពយើងខំប្រឹងរកលុយដើម្បីបានបាយហូបតែក៏ត្រូវនៅក្រោមសីលធម៌និងភាពសុចរិតផងដែរបើថ្ងៃណាមួយយើងបានហូបចុកគ្រប់គ្រាន់ហើយកុំភ្លេចចែករំលែកដុំបាយរបស់អ្នកជាមួយអ្នកដែលកំពុងខ្វះខាតផងព្រោះការជួយគ្នាទៅវិញទៅមកនឹងធ្វើឲ្យសីលធម៌ក្នុងសង្គមយើងកាន់តែមានតម្លៃ